đây nè là khía nhom lín nhom Lisa hay ngày nắng dương tổng pi nè nâng thưa video reaction on pi bên công pi mùi cứ nơi khăn can công pi Johan hay dương nâng thưa reaction lơ video can công pi Johan chụp buộc mùi chẳng đăng tha ta video tặng áo nu hay sạch riêng tặng áo nu kia này vậy bạn na class rồi còn miên sạch riêng cái class tại dương nâng tụi người khía cho tha Lisa bông tầm ban mơ video nâng lực tí pi á lực tí muối mơ ban một plek kì được kia dừng mà mơ một kia chỉ sạch rương thâm mấy á bỏ luôn mồi chẳng bọn đăng thà ta vì miền ở sạch rương cái class vì phụ kia trời ban copy món á khó kể đã sạch rương cho đôi chỉ cái đỏ trong trên pi cùng pi bật vào con món play của chặt rải chỉ nói cho phèo một hôm mộtการนำดมบงเมียนเปรี้ยบรรทุกุงเนื้อจิมวยเปรี้ยหายเปรี้ยบรรทุลูไอจีเปรี้ยเปรี้ยอองกุงเนื้อจิมวยเปรี้ยตามปีดมบงว้าวโอ้เมนารามทางดับโจตะครั้งนึงจังហើយគ្មានអ្វីណាមួយកើតមកក្រៅពីព្រះអង្គឡើយអូមានសង្ស័យទៀតអ្វីដែលបានកើតមកមានជីវិតហើយជីវិតនោះជាពន្លឺនៃមនុស្សលោកពន្លឺតបលឺមកក្នុងសេចក្តីងងឹតតែសេចក្តីងងឹតមិនយល់ដល់ពន្លឺទេôi là tôi sẽ bỏ lại xaដូចគ្នាតែដឹងល្អតាមលោកយូហានមានបរិមម្នាក់ឈ្មោះយូហានដែលព្រះបានចាត់ឲ្យមកអូនិយាយទៅវាហៅស្ថានហ្មងយូហាននេះដូចជាលោកយូហានបាទីមែននិយាយរួមទៅព្រះគម្ពីរដូចជានិយាយអំពីចាប់ដើមឡើងដោយលោកយូហានបាទីប៉ុន្តែបងចាប់អារម្មណ៍នៅក្នុងខដំបូងដែលគេនិយាយក៏ពិតវាមាននៅក្នុងគម្ពីរយូហានជំពូក1ខ1រហូតនឹងហ្មងប៉ុន្តែដូចគេនិយាយតាក់ទងនឹងការដើមដំបូងឡើយមានព្រះបន្ទូលហើយព្រះបន្ទូលការជាសាច់ឈាមអញ្ចឹងដូចចាប់ផ្ដើមឡើងដែរហ្នឹងហើយបងឃើញគេដាក់មួយបរោះដែលគាត់បង្ហាញមុខមកអញ្ចឹងបងថាដឹងបងគិតថារូបបរោះមិញណាហើយរូបលោកយូហានមិញនេះមានអារម្មណ៍ថាខុសគ្នាគិតថាខុសគ្នាមិញបងគិតថាប្រហែលជាអ្នកណាផ្សេងមិនមែនជាលោកយូហានទេព្រោះគាត់ស្លៀកពាក់ស្អាតបាតណាប៉ុន្តែបងឯងចាប់អារម្មណ៍ដល់ពេលចូលការសម្ដែងដូចវគ្គទី2នេះឃើញលោកយូហានកាន់ណាហើយគេនិយាយលោកយូហានហើយណែនិយាយត្រូវយូហានបាត់ទីព្រោះនៅក្នុងគម្ពីរប្រាប់យើងថាលោកយូហានបាត់ទីគាត់នៅតែវាហាស្ថានហើយគាត់អត់សូវមានការស្លៀកពាក់មួយដែលល្អប្រសើរអីមែនទេដោយសារគាត់នៅក្នុងព្រៃប៉ុន្តែឥឡូវស្លៀកពាក់ស្បែកសាទអីចឹងទៅហើយដើរវាហាឋានបងវិញដើរចឹងអីបងដើរចឹងណាអូនតាមទៅទៀតចាំមើលគាត់ដោយសារគាត់អ្នកបម្រើព្រះចឹងទូតរបស់ព្រះយើងយកគំរូដូចគាត់ណាតែឥឡូវយើងទៅមើលទៀតលោកបានមកដើម្បីធ្វើបន្ទាល់ពីពន្លឺដើម្បីឲ្យមនុស្សទាំងអស់បានជឿតាមរយៈលោកមិនមែនជាពន្លឺនោះទេគឺមកគ្រាន់តែធ្វើបន្ទាល់ពីពន្លឺប៉ុណ្ណោះខ្ញុំចាប់អារម្មណ៍នៅក្នុងអត្ថន័យនឹងនិយាយថាលោកមិនមែនជាពន្លឺទេប៉ុន្តែលោកមកដើម្បីធ្វើបន្ទាល់ពីពន្លឺអញ្ចឹងពន្លឺហ្នឹងគឺសំដៅទៅលើព្រះគ្រីស្ទមែនបងគិតចឹងដែរពីព្រោះនៅក្នុងព្រះបន្ទូលរបស់ព្រះអង្គហើយដើមពេលដែលព្រះបន្ទូលនេះគេបាននិយាយហ្នឹងថាព្រះអង្គគឺជាពន្លឺហើយបំភ្លឺដល់ទីងងឹតហើយទីងងឹតអត់យល់ទេអត់យល់ថាពន្លឺហ្នឹងមកទេហើយគេចេញមកដែលបង្ហាញពីលោកយូហានអញ្ចឹងលោកយូហានដឹងថាមិនជាពន្លឺទេតែគាត់ធ្វើបន្តអំពីពន្លឺមានន័យថាធ្វើបន្តអំពីព្រះគ្រីស្ទហ្នឹងមានន័យទៀតទៀតពន្លឺព្រះអង្គលោកពិតដែលមកក្នុងលោកីគឺជាពន្លឺដែលបំភ្លឺដល់មនុស្សទាំងអស់ព្រះអង្គបានគង់នៅក្នុងពិភពលោកហើយពិភពលោកកើតមកដោយសារព្រះអង្គតែមនុស្សលោកមិនស្គាល់ព្រះអង្គទេព្រះអង្គបានយាងមកគង់នៅទឹកដីរបស់ព្រះអង្គតែប្រជារាស្ត្ររបស់ព្រះអង្គមិនបានទទួលព្រះអង្គឡើយប៉ុន្តែអង្គអ្នកដែលទទួលព្រះអង្គគឺអង្គអ្នកដែលជឿដល់ព្រះនាមព្រះអង្គ ព
ព្រះអង្គប្រទានអំណាចឲ្យបានត្រឡប់ជាកូនព្រះ បងចាប់អារម្មណ៍ឡើងនេះមួយទៀតលីសាផឹកមិញណាបងទំហ៊ានយ៉ាតែយើងរៀនមួយគ្នាតាក់ទងនឹងប្រវត្តិសាស្ត្ររបស់អ៊ីស្រាអែលហើយបងចាំបានថាអ៊ីស្រាអែលគេទន្ទឹងរង់ចាំអំពីស្ដេចរបស់គេមួយគឺជាព្រះមេស៊ីហើយអញ្ចឹងដល់ពេលគេទន្ទឹងរង់ចាំថាព្រះមេស៊ីនឹងប្រសូតមកជាស្ដេចតែដល់ពេលព្រះយេស៊ូវពន្លឺដែលយើងគិតថាជាព្រះយេស៊ូវហ្នឹងប្រសូតមកជារាជធម្មតាហើយអញ្ចឹងដូចលោកយ៉ូហានមិញគាត់បានទៅសេគាត់និយាយហ្មងថាពេលដែលព្រះយេស៊ូវប្រសូតមកគឺគេអត់ទទួលស្គាល់ហើយគេអត់ស្គាល់ទាំងព្រះយេស៊ូវទៀតព្រោះគេទន្ទឹងរង់ចាំជាស្ដេចចាអូនប៉ុន្តែដល់ពេលកើតមកជារាជធម្មតាប៉ុន្តែលោកយ៉ូហានគាត់និយាយខំនឹងនេះប៉ុន្តែអ្នកណាដែលជឿលើព្រះអង្គអ្នកណាដែលបានស្គាល់ព្រះអង្គគឺជាអ្នកដែលទទួលជឿលើព្រះអង្គហើយគេទទួលការសង្គ្រោះចា៎បងគាត់ថាដូចសំដៅលើទាំងអស់លែងថាអូទាំងអ្នកអ៊ីស្រាអែលឬក៏អីទៀតទេប៉ុន្តែមនុស្សទាំងអស់ឲ្យតែគេជឿលើព្រះអង្គលយអូខេតែព្រះបន្ទូលព្រះនៅតែជាព្រះបន្ទូលព្រះចាបងជាកូនដែលមិនមែនកើតមកពីឈាមពីប្រាថ្នាខាងរូបសាច់ឬពីចំណងរបស់មនុស្សឡើយគឺកើតមកពីព្រះវិញព្រះបន្ទូលបានត្រឡប់ជាសាច់ឈាមហើយគង់នៅក្នុងចំណោមយើងបានឃើញសេរីល្អរបស់ព្រះអង្គគឺជាសេរីល្អនៃព្រះរាជបុត្រាតែមួយដែលមកពីព្រះវរបិតាមានពេញដោយព្រះគុណនិងសេចក្តីពិតលោកយ៉ូហានបានធ្វើបន្ទាល់អំពីព្រះអង្គដោយប្រកាសថាគឺព្រះអង្គនេះហើយដែលខ្ញុំប្រាប់ថាព្រះអង្គដែលយាងមកក្រោយខ្ញុំមានឋានៈធំជាងខ្ញុំត្បិតទ្រង់គង់នៅមុនខ្ញុំយើងរាល់គ្នាបានទទួលសេចក្តីពោពេញរបស់ព្រះអង្គមកពីព្រះអង្គជាព្រះគុណថែមលើព្រះគុណត្បិតក្រឹតពីនេះបានប្រទានតាមរយៈលោកម៉ូសេតែព្រះគុណនិងសេចក្តីពិតបានមកតាមរយៈព្រះយេស៊ូវគ្រីស្ទគ្មាននរណាដែលឃើញព្រះឡើយមានតែព្រះរាជបុត្រាមួយព្រះអង្គប៉ុណ្ណោះបងចាប់អារម្មណ៍កន្លែងនេះមួយនេះមានអារម្មណ៍ថាមិញនេះបងដឹងហ្មងថាជាព្រះយេស៊ូវប៉ុន្តែបងឃើញដូចមានក្មេងៗមានកុមារអីរត់តាមអូព្រះយេស៊ូវមានអារម្មណ៍ថាព្រះយេស៊ូវល្បីពេលហ្នឹងមានអ្នកស្គាល់ច្រើនគេចូលចិត្តអ្នកភូមិស្គាល់សម្រាប់កុមារឃើញហើយរត់ដាក់អាហ្នឹងគំរូមួយសម្រាប់ពួកយើងសម្រាប់បងប្អូនទាំងអស់គ្នាដែរមានន័យថាយើងយកតាមគំរូរបស់ព្រះអង្គមិនថាត្រឹមយើងធ្វើឲ្យគេចូលចិត្តទេប៉ុន្តែឲ្យគេមករកយើងចេញពីចិត្តវិញដោយសារតែយើងមានក្តីស្រឡាញ់ដូចជាព្រះយេស៊ូវស្រឡាញ់ទាំងកុមារស្រឡាញ់ទាំងមនុស្សទាំងអស់អញ្ចឹងដូចឃើញមិញអូយមានរូបភាពអ៊ូអរហើយមានអារម្មណ៍ថាពេញតែក្តីស្រឡាញ់យើងទៅមើលទៀតអរ៉ាព្រះវរបិតាទ្រង់បានសម្ដែងឲ្យស្គាល់ព្រះអង្គគឺលោកប្រកាសប្រាប់ថាខ្ញុំមិនមែនជាព្រះគ្រីស្ទទេពេលសួរលោកថាចុះលោកជាអ្នកណាជាលោកអេលីយ៉ាឬលោកឆ្លើយថាមិនមែនទេតើលោកជាហោរ៉ានោះឬលោកឆ្លើយថាទេដូច្នេះគេសួរលោកទៀតថាតើលោកជាអ្នកណាទៅវិញតើលោកមានប្រសាសន៍ដូចម្ដេចអំពីខ្លួនលោកដើម្បីឲ្យយើងខ្ញុំបាននាំពាក្យទៅជម្រាបអស់លោកដែលចាត់ឲ្យយើងខ្ញុំមកផងលោកមានប្រសាសន៍ថាខ្ញុំជាសម្លេងដែលបន្លឺឡើងនៅទីរហោស្ថានថាចូលរំរងផ្លូវថ្វាយព្រះអង្គម្ចាស់ដោយហោរ៉ាអេសាយបានថ្លែងទុកអូខ្ញុំនិយាយទៅគ្រាន់តែមានអំប៉ះពាល់ចិត្តដូចលោកយូហានបាទីគាត់មកមុនហើយគាត់ដូចជាខ្នះខ្នែងមែនតើមើលទៅសម្លៀកបំពាក់គាត់ដូចមិនមែនជាអ្នកមានទេត្រូវប៉ុន្តែគាត់ខ្នះខ្នែងក្នុងការដែលប្រាប់ព្រះបន្ទូលព្រះអង្គថាព្រះអង្គចិត្តមកហើយព្រះរាជព្រះអង្គចិត្តមកហើយនិយាយរួមទៅបើបងចាំព្រះគម្ពីរដែលព្រះអង្គធ្លាប់ចែងណាដូចព្រះអង្គចាត់លោកយ៉ូហានមកដើម្បីធ្វើជាផ្លូវដើម្បីរៀបថ្វាយព្រះអង្គពេលព្រះអង្គប្រសូតមកហើយមែនគឺគាត់មកដើម្បីផ្សាយដំណឹងល្អប្រាប់ឲ្យមនុស្សទាំងអស់ការប្រែចិត្ត
ត្រៀមចាំទទួលព្រះយេស៊ូវហើយបងចាប់អារម្មណ៍មួយទៀតដល់ពេលណែចុច scope វីដេអូមិញហ្នឹងសិនហ្នឹងណាបាទបងនៅឃើញអំពីក្រុមបូជាចារក្រុមអីដែលគេមកសួរហ្នឹងណាសួរលោកយ៉ូហានថាលោកជាណាគេមកហ្នឹងព្រោះគេមើលទៅដូចគាត់មានទាំងមកពេញដោយកម្លាំងអំណាចខាងក្នុងណាដូចគាត់ថាប្រហែលជាព្រះជាម្ចាស់ចាត់មកដើម្បីសង្គ្រោះពួកគេទាំងអស់គ្នាប៉ុន្តែដល់ពេលមែនតែនលោកយ៉ូហានគាត់ប្រទាបខ្លួនគាត់ថាមែនព្យាការីអេលីយ៉ាក៏គាត់មែនព្រះគ្រីស្ទក៏គាត់មែនដែរគាត់គ្រាន់តែមកដើម្បីផ្សាយដំណឹងល្អឯងអញ្ចឹងមានន័យថាដូចបងគាត់ឃើញកន្លែងហ្នឹងដូចគាត់ប្រទាបខ្លួនគាត់ប្រទាបខ្លួនខ្ញុំស្រឡាញ់ត្រង់ហ្នឹងទោះបីគាត់ចេះព្រះបន្ទូលឬក៏គាត់ចង់ឲ្យមនុស្សទាំងអស់មិនដែរក៏ប្រទាបខ្លួនមែនតែបើគាត់និយាយថាគាត់ឧទាហរណ៍ថាគាត់មានចិត្តមួយលោភលន់ណាគាត់និយាយថាគាត់ជាព្រះគ្រីស្ទក៏មានអ្នកជឿគាត់ដែរដោយសារតែអ្វីដែលគាត់ធ្វើគឺដូចជាអ្វីដែលគេយល់ច្រឡំអញ្ចឹងតែគាត់អត់ទេគាត់អះអាងថាមិនមែនខ្ញុំទេមិនមែនខ្ញុំទេតែអ្នកមកក្រោយខ្ញុំគ្រាន់តែមកដើម្បីផ្សាយដំណឹងល្អឲ្យមនុស្សការប្រែចិត្តហើយយើងទៅមើលទៀតគេធ្វើអីគេទៀតគួរឲ្យចាប់អារម្មណ៍ពួកអ្នកដែលគេចាប់ឲ្យមកជាពួកផារីស៊ីនោះវិញគេសួរលោកថាបើលោកមិនមែនជាព្រះគ្រីស្ទឬលោកអេលីយ៉ាឬហោរ៉ានោះទេចុះហេតុអ្វីបានជាលោកធ្វើពិធីជ្រមុជទឹកដូចនេះលោកយ៉ូហានឆ្លើយថាខ្ញុំធ្វើពិធីជ្រមុជដោយទឹកប៉ុន្តែក្នុងចំណោមអ្នករាល់គ្នាមានម្នាក់ដែលអ្នករាល់គ្នាមិនស្គាល់គឺមួយអង្គដែលមកក្រោយខ្ញុំមិនសមនឹងស្រែកខ្សែព្រះយេស៊ូវទូឯងនៅនេះឯបងថតលើនៅក្នុងព្រះគម្ពីរថាព្រះយេស៊ូវមិនគួរឲ្យយើងចាប់អារម្មណ៍ទេតែពេលខ្លះទៅជួនកាលក្តីស្រឡាញ់របស់យើងមិនស្រឡាញ់អីប៉ុន្តែស្រឡាញ់ក្នុងរបៀបដែលព្រះអង្គស្រឡាញ់យើងណាព្រះយេស៊ូវសង្ហាមែនតែស្គប់មកដល់ទូឯងមែនតែណាទូឯងក្នុងដួងចិត្តទៅទៀតការមកនៅគុំបេថានីខាងនេះគឺជាមួយទឹកយូហានបាទីពងជាមួយទឹកកំពុងធ្វើពិធីជ្រមុជទឹកតែព្រះយេស៊ូវពងដើរមកដែរតាលោកស្អែកថាលោកយ៉ូហានឃើញព្រះយេស៊ូវកំពុងយាងមករកលោកហើយពោលថានោះកូនជាមរបស់ព្រះដែលដោះបាបមនុស្សលោកគឺព្រះអង្គនេះហើយដែលខ្ញុំប្រាប់ថាក្រោយខ្ញុំមានមួយអង្គយាងមកដែលមានឋានៈធំជាងខ្ញុំត្បិតទ្រង់គង់នៅមុនខ្ញុំមិនបានស្គាល់ព្រះអង្គទេតែខ្ញុំមកធ្វើពិធីជ្រមុជដោយទឹកនេះគឺដើម្បីសម្ដែងឲ្យសាសអ៊ីស្រាអែលបានស្គាល់ព្រះអង្គប៉ុណ្ណោះលោកយ៉ូហានធ្វើបន្ទាល់ថាខ្ញុំបានឃើញព្រះវិញ្ញាណយាងចុះពីលើមេឃដូចជាសត្វព្រាបមកសន្ធិដ្ឋលើព្រះអង្គខ្ញុំមិនបានគួរឲ្យចាប់អារម្មណ៍កន្លែងនេះហ៎ប៉ុន្តែព្រះដែលចាត់ខ្ញុំឲ្យមកធ្វើពិធីជ្រមុជដោយទឹកទ្រង់មានព្រះបន្ទូលមកខ្ញុំថាអ្នកឃើញព្រះវិញ្ញាណយាងចុះមកសន្ធិដ្ឋលើអ្នកណាយូហានបាទីជាមួយទឹកព្រះយេស៊ូវដោយព្រះវិញ្ញាណបរិសុទ្ធខ្ញុំបានឃើញហើយក៏ធ្វើបន្ទាល់ថាព្រះអង្គនេះហើយជាព្រះរាជបុត្រារបស់ព្រះមែនបងអូនឯងចាប់អារម្មណ៍ដូចបងដូចតែចាំរកកន្លែងណាពិធីជាមួយទឹកដូចគ្នាតាគេពេលបងគាត់ថានៅក្នុងកពីពីមុនក៏អត់សូវនិយាយច្រើនអំពីពិធីជាមួយទឹកដែរប៉ុន្តែមកដល់នៅក្នុងកពីយ៉ូហាននិយាយរួមសូម្បីតានៅក្នុងម៉ាថាយម៉ាកុសអីក៏មានអំពីការជាមួយទឹកដែរប៉ុន្តែលោកយ៉ូហានគាត់និយាយច្បាស់ហ្មងដូចគាត់ដឹងច្បាស់អំពីពិធីជាមួយទឹកហ្នឹងថាលោកយ៉ូហានបាទីគាត់មកប្រកាសឲ្យមនុស្សទាំងអស់ការប្រែចិត្តហើយធ្វើពិធីជាមួយទឹកទៀតអញ្ចឹងដល់ពេលលើពីឃើញយ៉ូហានបាទីធ្វើពិធីជាមួយទឹកឲ្យមនុស្សដែលការប្រែចិត្តហើយធ្វើពិធីជាមួយទឹកឲ្យព្រះយេស៊ូវទៀតតើណែគិតមិនដែរពេលឃើញយ៉ូហានធ្វើពិធីជាមួយទឹកឲ្យព្រះយេស៊ូវបងគាត់ថាពេលហ្នឹងណាព្រះយេស៊ូវគួរធ្វើពិធីជាមួយទឹកឲ្យតែផ្សេងទៀតខ្ញុំគិតចឹងដែរតែប៉ុន្តែគីឡូថាយើងនឹងរងចាំមើលសាច់រឿងទៅមុខទៀតថាហេតុផលអីមានហេតុផលអីគេខ្លះអញ្ចឹងតែគ្រាន់តែថាព្រះយេស៊ូវអាចនឹងជាមួយទឹកឲ្យលោកយូហានបាទីស័ក្តិសមនឹងជាមួយទឹកឲ្យលោកយូហានបាទីតែខ្ញុំបើមានស្ដាប់បានដល់ពេលហ្នឹងលោកយូហានបាទីក៏គាត់រៀងថាមិនបានត្រូវជាខ្ញុំជាអ្នកជាមួយទឹកឲ្យវិញដែរហើយពេលមិញហ្នឹងក៏បានសរសេរដែរតែថាព្រះអង្គមានឋានៈខ្ពង់ខ្ពស់សូម្បីតែស្រ័យខ្សែស្បែកជើងជូនព្រះអង្គក៏មិនសមនឹងឋានៈរបស់លោកយ៉ូហានដែរប៉ុន្តែបងគិតទេហើយនឹងអ្វីដែរបងយើងសុទ្ធតែបានរៀនអំពីកិច្ចការហ្នឹងហើយសូម្បីបងបងឯងធ្វើពិធីជាមួយទឹកហើយហ្នឹងហើយហើយបងឯងហើយនៅអាហ្នឹងវាដូចជាគំរូភាពមួយហើយនឹងការប្រកាសប្រាប់
ថាយើងជាកូនរបស់ព្រះអង្គជាអ្នកជឿលើព្រះអង្គត្រូវតែធ្វើពិធីជំនួយទឹកហើយអញ្ចឹងដូចជាការប្រកាសប្រាប់ពិភពលោកថាយើងទទួលពិធីជំនួយទឹកហើយយើងទទួលបានការផ្លាស់ប្រែត្រឡប់មកវិញមានន័យថាយើងនឹងប្រែចិត្តគំនិតរបស់យើងទទួលជឿលើព្រះអង្គហើយជីវិតយើងរស់តាមព្រះអង្គបងចាំថាពេលដែលបងចាប់ផ្ដើមជាមួយទឹកណាគ្រូបងប្រាប់ជាងគេហើយឲ្យតែញចាំទៀតថាពេលយើងលັບចូលទៅក្នុងអីគេមុតចូលទៅក្នុងទឹកអញ្ចឹងណាមានន័យថាយើងរួមស្លាប់មួយព្រះយេស៊ូវយ៉ាដល់ពេលយើងងើបមកវិញយើងរួមរស់ជាមួយព្រះយេស៊ូវរស់ជាមួយព្រះយេស៊ូវហើយអាពេលលឹកពងនៅក្នុងទឹកហ្នឹងទៀតណាមានន័យថាយើងនៅក្នុងភ្នោ3ថ្ងៃរួមមួយព្រះអង្គមានន័យថាអំពើបាបរបស់យើងត្រូវបានស្អាតជ្រះហើយអញ្ចឹងបងចាំអាហ្នឹងជាងគេប៉ុន្តែគ្រាន់ណាពេលខ្លះអានេះបងឆ្ងល់ហើយបងគិតថាប្រហែលពេលបងរៀនណារៀនតិចបងសួរគ្រូហើយពីព្រោះអានេះព្រះយេស៊ូវមានតសគុតណាតែព្រះអង្គជាមួយទឹកហើយនឹងហេតុអីវាជារូបភាពអីគេវិញអញ្ចឹងណាបើសិនជាវាជាការជាមួយទឹកគួរតែពេលព្រះយេស៊ូវសគុតហើយយើងជាមួយទឹកអាហ្នឹងតំណាងណាតែនេះព្រះយេស៊ូវជាមួយទឹកព្រះអង្គតបានសគុតសំណួរល្អឥឡូវចាំយើងសួរគ្រូទៀតតែគ្រាន់តែអត្តន័យជាមួយទឹកទៅនឹងហើយព្រះយេស៊ូវធ្វើជាគំរូសម្រាប់យើងអូខេទៅមុខទៀតយ៉ាយើងទៅមុខទៀតបានបងជួយចិត្តចឹងណាថ្ងៃលិចតែអង្គុយមើលថ្ងៃលិចរបស់ព្រះលុះស្អែកឡើងទៀតលោកយ៉ូហានឈរជាមួយសិស្សរបស់លោក2នាក់ហើយពេលលោកតាមមើលព្រះយេស៊ូវយាងកាត់តាមនោះលោកពោលឡើងថានោះកូនជាមរបស់ព្រះសិស្សទាំង2នាក់បានលើកពាក្យនេះគេក៏ដើរតាមព្រះយេស៊ូវទៅពេលព្រះយេស៊ូវងាកមកឃើញអ្នកទាំងពីរកំពុងដើរតាមព្រះអង្គមានព្រះបន្ទូលទៅគេថាអ្នកមករកអ្វីគេទូលព្រះអង្គថារ៉ាប៊ីដែលប្រែថាលោកគ្រូរ៉ាប៊ីព្រះអង្គមានព្រះបន្ទូលថាចូលមកមើលចុះគេក៏ទៅឃើញកន្លែងដែលព្រះអង្គគង់នៅហើយគេនៅជាមួយព្រះអង្គនៅថ្ងៃនោះពេលនោះប្រហែលជាម៉ោង4 រសៀលក្នុងចំណោម2នាក់ដែលបានឮពាក្យរបស់លោកយ៉ូហានហើយដើរតាមព្រះអង្គមានម្នាក់ឈ្មោះអនដ្រេជាប្អូនរបស់លោកស៊ីម៉ូនពេត្រុសដំបូងគាត់ជួបស៊ីម៉ូនជាបងប្រាប់ថាយើងបានឃើញព្រះមេស៊ីហើយដែលប្រែថាព្រះគ្រីស្ទគាត់នាំបងទៅជួបព្រះយេស៊ូវបងចាប់អារម្មណ៍ពេលលោកយ៉ូហានគាត់និយាយថាពួកគាត់ទាំងពីរនាក់ម៉ាថាយនិងអង់ដ្រេដែលគាត់បានជួបព្រះយេស៊ូវហើយគាត់និយាយថាគាត់មើលឃើញគាត់រកឃើញព្រះគ្រីស្ទហើយព្រះមេស៊ីដែលសង្គ្រោះគាត់ណាបងមានអារម្មណ៍ដូចថាចេះរបៀបប្រជាជនទាំងអស់ហើយរួមទាំងស្ដេចរួមទាំងអីនិយាយរួមទៅមិនថាទាំងអ្នកមានចំណេះដឹងឬក៏អីទេគេទន្ទឹងរង់ចាំហើយគេគិតថាព្រះអង្គយាងមកជាស្ដេចអញ្ចឹងគេទន្ទឹងរង់ចាំហើយនឹងដឹងថាព្រះអង្គមកដើម្បីសង្គ្រោះពួកគេចេញពីនឹមទូត្រាយហើយមនុស្សដែលអាចនឹងឃើញពួកគេមុនណាប្រហែលជាអ្នកមានមុខមាត់អ្នកស្ដេចឬក៏អីប៉ុន្តែទៅជាព្រះយេស៊ូវមកក្នុងរូបភាពសាមញ្ញហើយអ្នកដែលឃើញព្រះអង្គដូចអ្នកនេសាទមនុស្សសាមញ្ញមនុស្សដែលអត់មានចំណេះដឹងអញ្ចឹងដូចព្រះយេស៊ូវបង្ហាញយើងណាក្នុងរូបភាពផ្សេងគ្នាមិនមែនចាំបាច់ថាយើងខ្ពង់ខ្ពស់ឬក៏អីទេប៉ុន្តែព្រះអង្គចូលគ្រប់មនុស្សទាំងអស់ហើយពួកគេមកទៅជាពួកគេណាអ្នកបើកចិត្តប្រាប់អូរ៉ាប៊ីព្រះយេស៊ូវដឹងពីព្រះយេស៊ូវថាព្រះអង្គគឺជាគ្រូព្រះអង្គគឺជាព្រះដែលសង្គ្រោះពួកគេអញ្ចឹងដូចដួងចិត្តរបស់ពួកគេត្រៀមខ្លួនវាជាស្រេចដើម្បីត្រៀមចាំទទួលព្រះមេស៊ីអញ្ចឹងអីដែលយើងគួរមានណាយើងបាក់ចិត្តយ៉ាប៉ុន្តែអញ្ចឹងមានមួយទៀតណាខ្ញុំគ្រាន់តែមើលឲ្យបោកជាមួយនឹងសិនបាយស៊ូមួយហ្នឹងខ្ញុំនឹកឃើញពីអំពីរឿងមួយដែលថាអញ្ចឹងបានដឹងឲ្យថាព្រះយេស៊ូវយាងមកមានមនុស្សដែលទទួលស្គាល់ព្រះអង្គហើយមនុស្សអត់ទទួលស្គាល់ដែលព្រោះគេគិតថាព្រះអង្គនឹងយាងមកធ្វើជាស្ដេចរបស់គេចាព្រះអង្គធ្វើជាស្ដេចរបស់គេហើយព្រះអង្គនឹងខ្លាយទៅជាម្នាក់ដែលដូចបងនិយាយមែនអញ្ចឹងថាគ្រប់គ្រងពួកគេរំដោះពួកគេចេញពីទីសកលតែឃើញអ្វីដែលព្រះអង្គយាងមកយ៉ាអញ្ចឹងបានថាព្រះអង្គយើងគង់មួយពួកយើងហើយព្រះអង្គចូលគ្រប់មនុស្សទាំងអស់ទាំងអ្នកទាំងអស់គ្នាបើសិនជាពេលណាយើងបើកចិត្តទោះយើងក្នុងរូបភាពអីក៏ដោយក៏ព្រះអង្គ
dương công nơi chất dương hay bằng hàng ở dương khơi đôi bể su bằng hàng ở nẹt đi sạc khơi chẳng very good បាក់ពណ៌ ទៅទៀត ទៅទៀតអូយើងចិត្តចាប់ឯតា ព្រះយេស៊ូវទូលមើលគាត់ហើយមានព្រះបន្ទូលថាអ្នកឈ្មោះស៊ីម៉ូនជាកូនយូហានតែត្រូវហៅថាគេផាដែលប្រែថាថ្ម កន្លែងនេះទៀតពេលខ្លះអូនព្រះគម្ពីរបងពេទ្យដល់ពេទ្យចឹងទៅសារលោកយូហានតាគាត់ប៉ិនតាសេណាហើយប៉ិនដកស្រង់រឿងបងគាត់ថាពេលហ្នឹងគាត់អត់នៅក្នុងរូបភាពហ្នឹងឯងប៉ុន្តែដូចជាមានអ្នកដែលប្រាប់គាត់ថាអូអើយព្រះយេស៊ូវជួបយូហាននិយាយអីគេខ្លះជួបម៉ាថាយនិយាយអីគេខ្លះហើយដូចជួបពេត្រុសនិយាយអីគេខ្លះហើយមិញនេះដូចនិយាយឲ្យពេត្រុសទៀតថាអើយពេត្រុសមានឈ្មោះថ្មីអីចឹងទៅហើយឈ្មោះថ្មីសឹកថ្មហើយមិនដឹងមានអត្ថន័យមិនទៀតតែបងគ្រាន់ដឹងថាអើយដូចជាអ្វីដែលបងធ្លាប់បានឮនិងធ្លាប់បានរៀនដែរតែតើតើនឹងពេត្រុសប្រែថាអីគេមានគេផាស់ផងហើយអត្ថន័យរបស់គាត់ស៊ីម៉ូនសេឡាថ្មហ្នឹងណាសុទ្ធតែព្រះអង្គម្ចាស់ផ្ដល់អត្ថន័យនៅក្នុងឈ្មោះបងឯងនិយាយតិចទៀតហ្នឹងទៅដល់ចំណុចសំខាន់ឡើយទៅមុខទៀតយើងអាហ្នឹងនៅមាននៅក្នុងយូហាននៅខាងមុខទៀតដែលព្រះអង្គមានអត្ថន័យមួយជាមួយនឹងស៊ីម៉ូនពេត្រុសហ្នឹងពេលកាន់តែមើលកាន់តែមានអីដែលឆ្ងល់ហើយអាចកំបាំងច្រើនចាំមិនគេថាព្រះបន្ទូលព្រះអង្គគឺរស់ហើយដូចគង់នៅជាមួយនឹងយើងដូចក្បាលដំបងអញ្ចឹងណាខេទៅទៀតអូយការទៅសេដែលលោកយូហានពេញតែប្រាជ្ញាអូព្រះវិញ្ញាណបណ្ដាលឲ្យតែងព្រះយេស៊ូវសពព្រះハរតីចង់យាងទៅស្រុកកាលីលេព្រះអង្គបានជួបភីលីបហើយមានព្រះបន្ទូលទៅគាត់ថាចូលមកតាមខ្ញុំភីលីបមកពីក្រុងបេតសៃដាដោយអង់ដ្រេនិងពេត្រុសដែរភីលីបបានជួបណាថាណែលហើយប្រាប់គាត់ថាយើងបានឃើញព្រះអង្គដែលលោកម៉ូសេបានចែងទុកក្នុងក្រឹត្យវិន័យហើយពួកហោរាគេស្គាល់ព្រះអង្គហ្មងព្រះអង្គមាននាមថាយេស៊ូវជាអ្នកស្រុកណាសារ៉េតជាបុត្ររបស់លោកយូសែបណាថាណែលតបទៅគាត់ថាតើមានអ្វីល្អអាចចេញពីណាសារ៉េតមកបានឬភីលីបពួនទៅគាត់ថាចូលមកមើលចុះកាលព្រះយេស៊ូវទតឃើញណាថាណែលដើរសម្ដៅមករកព្រះអង្គមានព្រះបន្ទូលអំពីគាត់ថាអ្នកនេះជាសាសអ៊ីស្រាអែលពិតមែនគាត់គ្មានពុតបុត្រអ្វីសោះណាថាណែលទូសួរព្រះអង្គថាតើលោកស្គាល់ខ្ញុំបងចាប់អារម្មណ៍ឡើងព្រះយេស៊ូវនិយាយឲ្យលោកណាថាណែលគ្មានពុតបុត្រអីសោះហើយគាត់ថាតែពេលហ្នឹងព្រះយេស៊ូវហេតុអីបានទៅនិយាយមួយលោកណាថាណែលចឹងអត់មានតែចាំមើលតទៀតតទៀតអីអ្នកចាប់អីនេះកន្លែងយើងនៅសាលតែមិនខ្ញុំគិតថាមិនចឹងបងគិតថាចេះដោយសារអីពេលដែលព្រះយេស៊ូវជួបមួយភីលីបផ្សាយនឹងល្អភ្លាមភីលីបជឿភ្លាមដើរតាមភ្លាមដើរតាមភ្លាមហ្នឹងគឺគាត់បើកចិត្តដើរតាមព្រះយេស៊ូវហើយភីលីបយកទៅប្រាប់ណាថាណែលភ្លាមថាអូព្រះយេស៊ូវមកពីភូមិណាសារ៉េតអីចឹងទៅហើយលោកណាថាណែលមិញហ្នឹងក៏គាត់មិននិយាយគាត់ថាគ្មានអីល្អចេញមកពីណាសារ៉េតទេដូចគាត់អត់ចូលចិត្តនិយាយវេទៅដល់ជួបព្រះយេស៊ូវអូព្រះអង្គជាព្រះដែលល្អអស្ចារ្យអីអត់ទេគាត់ដឹងថាភូមិហ្នឹងមិនមានរឿងអីគាត់និយាយត្រង់របៀបគាត់មនុស្សត្រង់ហ្មងណាអញ្ចឹងមិនគាត់និយាយថាព្រះយេស៊ូវព្រះយេស៊ូវមែនចេញមកពីណាសារ៉េតណាគ្មានអីល្អចេញពីហ្នឹងទេតែគាត់និយាយត្រង់តែតាមពិតចិត្តរបស់គាត់អត់មានអីទេគ្រាន់គាត់ដឹងថាភូមិហ្នឹងមានអីដែលល្អចឹងគាត់និយាយឬក៏ព្យាការីក្នុងស្រុកគេមិនសូវឲ្យតម្លៃមែនទេនៅក្នុងណាសារ៉េតហ្នឹងហើយព្រះយេស៊ូវចេញពីហ្នឹងទៀតគេមិនសូវខ្វល់ទេប៉ុន្តែអញ្ចឹងហើយបានព្រះយេស៊ូវថាអ្នកឯងគឺអត់ពុតបត់គឺនិយាយត្រង់អញ្ចឹងកន្លែងហ្នឹងបងចាប់អារម្មណ៍ហើយអត់ដឹងថាអ្នកនរគ្នានឹងចាប់អារម្មណ៍កន្លែងហ្នឹងអត់ទេប៉ុន្តែអ្វីដែលចេញពីចិត្តរបស់យើងណាព្រះអង្គម្ចាស់ទ្រង់ជ្រាបយល់ទ្រង់ដឹងទាំងអស់ត្រូវអញ្ចឹងអ្វីដែលមាននៅក្នុងចិត្តរបស់យើងនិយាយតែអីដែលចេញពីក្នុងចិត្តរបស់យើងមកព្រះអង្គសព្វហាតីហើយព្រះអង្គស្រឡាញ់មនុស្សដែលបែបហ្នឹងមានន័យថាទ្រង់អសព្វហាតីឲ្យមានពុតបុត្រនៅក្នុងយើងឬក៏មានការកុហកនៅក្នុងយើងឯងហើយព្រះអង្គសព្វហាតីកែប្រែយើងដូចគាត់និយាយឲ្យលោកណាថាណែលត្រង់ទៅព្រះយេស៊ូវនិយាយឲ្យណាថាណែលទៅត្រង់វិញអញ្ចឹងក៏ព្រះអង្គសព្វហាតីឲ្យគាត់ផ្លាស់ប្ដូរចិត្តគំនិតនឹងមានអីដែលល្អចេញពីស្រុកកំណើតរបស់ខ្លួនឯងលយមកតាទៅទៀត The Light in the Void យេស៊ូវមានព្រះបន្ទូលឆ្លើយថាខ្ញុំបានឃើញអ្នកនៅក្រោមដើមវិធីមុនភីលីបហៅអ្នកទៅទៀតណាថាណែលទូលព្រះអង្គថារ៉ាប៊ីលោកពិតជាព្រះរាជបុត្រារបស់ព្រះលោកជាស្ដេចទៀតណាថាណែលណារ៉ាប៊ីនឹងលោកគ្រូដល់ព្រោះតែខ្ញុំបានប្រាប់អ្នកថាខ្ញុំ
ខ្ញុំបានឃើញអ្នកនៅក្រោមដើមល្វានោះបានជាអ្នកជឿឬអ្នកនឹងឃើញការធំពិសេសលើសជាងនេះទៅទៀតព្រះអង្គមានព្រះបន្ទូលទៅគាត់ទៀតថាប្រកាសមែនខ្ញុំប្រាប់អ្នកជាប្រកាសថាអ្នករាល់គ្នានឹងឃើញស្ថានសួគ៌បើកចំហហើយពួកទេវតារបស់ព្រះហោះចុះឡើងនៅពីលើកូនមនុស្សចាប់ហើយអូយជួយចិត្តអូនដល់ចង់បើយើងនិយាយទៅដល់គ្នាចឹងមានអារម្មណ៍ថាវាមានអីតទៀតណាហើយអូនបើឲ្យបងនិយាយទៀតណាបងឃើញចំណុចសំបីតែបំពាក្យក៏បងមានអារម្មណ៍ថាវាជាចំណុចដែលព្រះអង្គបរៀនយើងណាសំបីតែមិញពេលដែលព្រះយេស៊ូវគ្រាន់តែនិយាយឲ្យលោកណាថាណែលណាថាអ្នកឯងអត់មានពុតបុត្រអីអញ្ចឹងហើយខ្ញុំបានឃើញអ្នកឯងមុនភីលីបឃើញអ្នកទៀតហើយគ្រាន់ណាថាណែលឬព្រះយេស៊ូវនិយាយអញ្ចឹងណាគាត់ជឿហ្មងថាព្រះយេស៊ូវបុត្រាព្រះខ្ញុំអត់ដឹងទេថាបងប្អូនទាំងអស់គ្នាដូចខ្ញុំថងនឹងអត់ប៉ុន្តែគ្រាន់តែពាក្យព្រះបន្ទូលរបស់ព្រះយេស៊ូវនិយាយឲ្យចំចិត្តរបស់យើងចិត្តចំចិត្តរបស់យើងមិនតិចណាពេលយើងចាប់ផ្ដើមបើកចិត្តណាព្រះយេស៊ូវក៏បង្ហាញព្រះអង្គទ្រង់នៅក្នុងយើងថែមទៀតដែរដូចព្រះយេស៊ូវបង្ហាញឲ្យលោកណាថាណែឃើញអញ្ចឹងណាថាក៏ប៉ិតខ្ញុំឃើញអ្នកមុនភីលីបបានឃើញអ្នកទៅទៀតហើយធ្វើម៉េចបើព្រះយេស៊ូវតំដាជួបភីលីបនឹងហេតុអីឃើញព្រះយេស៊ូវព្រះអង្គគឺជាព្រះទ្រង់អាចឃើញហើយទ្រង់ដឹងសត្វគ្រប់ទាំងអស់ទ្រង់ជ្រាបមុនយើងត្រូវអត់យើងបែបវានេះថាព្រះអង្គជ្រាបគ្រប់កិច្ចការអីទាំងអស់គំនិតអូនឯងគិតអីបងគិតអីព្រះដឹងទាំងអស់ចឹងបានថាមកពាក្យឯណាប៉ុន្តែអាចសង្គ្រោះមនុស្សហើយដូចឥឡូវទៀតណាព្រះអង្គប្រទានឲ្យយើងមានអំណាចយើងជាកូនព្រះអញ្ចឹងពេលយើងយើងផ្សាយដំណឹងល្អយើងឲ្យព្រះបន្ទូលទៅអ្នកណាម្នាក់ណាទោះវាតិចឬច្រើនក៏ដោយប៉ុន្តែបងគិតថានៅពេលដែលចេញពីចិត្តរបស់យើងណាព្រះអង្គនឹងធ្វើការអស្ចារ្យណាជាចឹងអញ្ចឹងបងប្អូនអ្នកគ្នាដូចគ្នាព្រះបន្ទូលរបស់ព្រះអង្គយើងបានដឹងហើយយើងនឹងដឹងអំពីគោលបំណងរបស់ព្រះអង្គថែមទៀតដែរហេតុអីចឹងតាំងពីដើមជំពូករហូតដល់ចុងជំពូកទី1នេះព្រះអង្គនិយាយអំពីព្រះបន្ទូលរបស់ព្រះអង្គរហូតមកដល់ចុងជំពូកសង្កត់ន័យថាព្រះបន្ទូលរបស់ព្រះអង្គទ្រង់មានអំណាចហើយព្រះអង្គផ្សាយដំណឹងល្អដល់មនុស្សទាំងអស់ហើយឲ្យគេបានជឿនៅពេលដែលគេបានឮគ្រាន់តែព្រះបន្ទូលបន្តិចដូចយើងនិយាយមួយគ្នាមិញហ្នឹងណាក៏មនុស្សបានទទួលជឿដែរអញ្ចឹងបងប្អូនទាំងអស់គ្នាដូចគ្នាដែរព្រះអង្គសប្តាហ៍តែយើងនាំព្រះបន្ទូលរបស់ព្រះអង្គទៅកាន់មនុស្សទាំងអស់ហើយនេះគឺជាអត្ថន័យឬក៏នេះគឺជាអ្វីដែលយើងបានរៀនហើយខ្ញុំជឿជាក់ថាវាមានថែមទៀតអំពីកាន់គម្ពីរយ៉ូហាននេះត្រូវអត់និយាយរួមទៅតែជំពូក1ក៏យើងរៀនបានច្រើនដែរចុះនៅជំពូកផ្សេងទៀតជំពូក2ជំពូក3ជំពូក4តទៅទៀតអត្ថន័យថែមទៀតហើយជាពិសេសណាសាច់រឿងទេសភាពតួសម្ដែងគឺអូនឯងមានអារម្មណ៍ថាគឺប៉ិតនៅក្នុងរូបភាពនឹងទាំងអស់ហ្មងហើយច្បាស់ល្អមែនតើហ្មងហើយដូចយើងនិយាយថាអត់ចោលវាចាប់អត់ដឹងខ្លួនយើងមាន reaction នៅក្នុងជំពូកបន្តទៀតអញ្ចឹងបើបងប្អូនអ្នកគ្នាចង់តាមដានជាមួយគ្នាកុំភ្លេចតាមដាននៅវីដេអូក្រោយអរគុណសូមព្រះប្រទានពរបាយបាយ